ភ្នាក់ងារសន្តិសុខវ័យ60ឆ្នាំម្នាក់បានប្រើប្រាស់រាងកាយរបស់គាត់ដើម្បីសង្គ្រោះស្ត្រីមានផ្ទះម្នាក់ប៉ុន្តែជាអកុសលគាត់ត្រូវបានផែងផ្កាដែលធ្លាក់ពីលើអគារខ្ពស់មកបុកចំស្លាប់បាត់បង់ជីវិតភ្លាមនៅខណៈនោះកូនស្រីរបស់គាត់បានប្រទះឃើញកែវទឹកមួយដាក់នៅលើដីហើយក៏ស្រាប់តែមានអារម្មណ៍ឈឺខ្ទប់ក្នុងបែបដូងយ៉ាងខ្លាំងក្មេងស្រីនោះមានឈ្មោះថាដុងជូនាងមិនដែលនឹកស្មានដល់ឡើយថាឪពុករបស់នាងត្រូវចាក់ចេញពីនាងក្នុងសភាពបែបនេះនៅពេលពូរបស់នាងប្រញាប់មកដល់ដុងជូមិនអាចទប់អារម្មណ៍បានទៀតឡើយនាងបានយំខ្សឹកខ្សួរយ៉ាងខ្លាំងមិត្តភក្តិជិតស្និទ្ធបានជួយនាងស្លៀកសម្លៀកបំពាក់កាន់ទុកហើយសម្លេងយំសោកបានគ្របបន្ទប់ពេញទាំងមូលស្ត្រីមានផ្ទះដែលត្រូវបានសង្គ្រោះនោះបានសម្រាលកូនភ្លោដោយសុវត្ថិភាពរឿងរ៉ាវនៃវីរភាពរបស់ឪពុកដុងជូបានរីរាវពេញទីក្រុងហើយអ្នកភូមិជាច្រើនបានមកគោរពវិញ្ញាណក្ខន្ធវីរបុរសរូបនេះដោយមានមិត្តប្រុសនៅក្បែរដុងជូចង់ជូនដំណើរឪពុករបស់នាងជាលើកចុងក្រោយហើយសម្លេងយំអង្វរកររបស់នាងបានហៅប្រលឹងឪពុកឲ្យមកជួបឪពុករបស់នាងបានដឹងថាកូនស្រីរបស់គាត់បានលួចធ្វើការនៅកន្លែងរៀបចំបុណ្យសពដោយមិនបានប្រាប់គាត់ប៉ុន្តែគាត់មិនបានបន្ទោសនាងឡើយផ្ទុយទៅវិញគាត់សរសើរនាងថាជាក្មេងស្រីដ៏ក្លាហានដុងជូបានសួរថាតើឪពុកឈឺខ្លាំងទេគាត់បានឆ្លើយថាមិនឈឺទាល់តែសោះហើយលើកទឹកចិត្តនាងឲ្យរៀនរស់នៅដោយរឹងមាំពិតប្រាកដទៅម្ដាយរបស់ដុងជូបានចែកឋានតាំងពីនាងនៅតូចម្លេះហើយឪពុកគឺជាអ្នកចិញ្ចឹមបញ្ចេញនាងម្នាក់ឯងទោះបីជីវិតលំបាកយ៉ាងណាក៏គាត់តែងតែនៅក្បែរនាងដោយស្នាមញញឹមជានិច្ចរាល់ពេលដែលកូនស្រីទទួលបានបន្ទូលល្អគឺជាមនុស្សដែលមានក្តីសុខបំផុតប៉ុន្តែគ្មាននរណាម្នាក់ដឹងឡើយថាគាត់អាចដើរជាមួយនាងបានត្រឹមតែផ្លូវនេះទេនៅពេលពិធីបុណ្យសពត្រូវចាប់ផ្ដើមតាមការកំណត់បុគ្គលិកបានជល់ព្រមផ្ដល់ពេលឲ្យដុងជូបន្តិចទៀតតាមការស្នើសុំរបស់មិត្តប្រុសនាងឪពុកបានសិតសក់ឲ្យដុងជូជាលើកចុងក្រោយដោយក្តីមោទនភាពជាទីបំផុតព្រោះគាត់បានចិញ្ចឹមកូនស្រីដ៏ស្អាតបំផុតនៅលោកបន្ទាប់ពីភាពកក់ក្ដៅចុងក្រោយនោះគាត់ក៏ត្រូវចាក់ចេញទៅដុងជូបានព្យាយាមរត់តាមប៉ុន្តែគាត់ស្រែកប្រាប់នាងឲ្យឈប់នាងមិនអាចដាច់ចិត្តឲ្យគាត់ទៅឡើយហើយស្រែកហៅពុកយ៉ាងខ្លាំងដែលធ្វើឲ្យសូម្បីតែពូរបស់នាងក៏ទប់ទឹកភ្នែកមិនជាប់ដែរចុងក្រោយគាត់ទប់ក្តីសោកសៅនិងលាដុងជូជាលើកចុងក្រោយចាប់ពីថ្ងៃនោះមកនៅក្នុងផ្ទះដែលស្ងប់ស្ងាត់ដុងជូមិនអាចឃើញឪពុកម្មាងធ្វើការឬឃើញស្នំញញឹមដ៏កក់ក្ដៅរបស់គាត់ទៀតឡើយដោយបារម្ភថាដុងជូអាចនឹងសោកសៅខ្លាំងមិត្តភ័ក្តិរបស់នាងបានមកកេងក្បែរនិងរួមគ្នារំលឹកពីក្តីស្រឡាញ់ដែលឪពុកនាងធ្លាប់ផ្ដល់ឲ្យពួកគេថ្ងៃមួយដុងជូបានរកសៀវភៅធនាគារចេញពីក្នុងប្រអប់មួយពូរបស់នាងបានប្រាប់ថានោះគឺជាប្រាក់ថ្លៃដោះកូនឬថ្លៃបណ្ដាការដែលឪពុកនាងបានសន្សំយ៉ាងលំបាកជាច្រើនឆ្នាំសម្រាប់នាងកាលគាត់នៅរស់គាត់តែងតែបារម្ភថាប្រាក់នោះមិនគ្រប់គ្រាន់សម្រាប់កូនស្រីបំណងប្រាថ្នាតែមួយក្នុងជីវិតរបស់គាត់គឺចង់ឃើញកូនស្រីមានក្តីសុខថ្ងៃបន្ទាប់ដុងជូនឹកស្មានថាឪពុកនាងតែងតែចង់ឲ្យគ្រប់គ្នាបានភ្លក់រសជាតិជ្រក់គីមជីដែលគាត់ធ្វើនាងក៏សម្រេចចិត្តបំពេញបំណងចុងក្រោយរបស់គាត់មិត្តប្រុសរបស់នាងបានជួយយកជ្រក់ជាច្រើនប្រអប់ទៅចែកជូនមិត្តភក្តិជិតស្និទ្ធរបស់ឪពុកនាងទាំងអស់ដើម្បីជួយឲ្យដុងជូធូរស្បើយពីទុក្ខសោកមិត្តរួមការងារនិងមិត្តប្រុសបានណែនាំឲ្យនាងរកការងារថ្មីប៉ុន្តែដុងជូបាននិយាយថាឪពុករបស់នាងបានលះបង់ជីវិតមួយដើម្បីសង្គ្រោះជីវិត3នាក់វាគឺជាអភិសិទ្ធនៃក្តីមេត្តាធម៌ឪពុកគឺជាគំរូរបស់នាងហើយនាងក៏បានស្រឡាញ់ការងារនេះបាត់ទៅហើយនាងចង់ជួយមនុស្សដែលចាក់ចេញទៅក្រោយម្នាក់ឲ្យទទួលបានសេចក្តីសុខក្នុងការធ្វើដំណើរចាក់ចេញជាលើកចុងក្រោយ